Ok, videoបន្តគឺយើងនិយាយអំពីការបង្កើតនិង configure user account ហើយនឹងហើយដាក់ group មកណាអូខេអញ្ចឹងដើម្បីអាចធ្វើបានយើងត្រូវចូលទៅtool ហើយយើងជ្រើសរើសពាក្យថា Active Directory User and Computer ណាអូខេនេះគឺជាផ្ទាំងនៃការបង្កើតនៅ user account អញ្ចឹងយើងឃើញហើយយើងចុចទៅលើ domain របស់យើងមកនៅក្នុងហ្នឹងវាមានទាំងអស់នេះគឺជា by default របស់ user របស់ machine server របស់យើងដែលមានទី1គឺ built-in ហ្នឹងគឺកន្លែងដែល user ដែលគេបង្កើតឡើងនៅពេលដែលយើងទៅឡើងcomputer មកយើង configure domain controller ហ្នឹងគឺវាមានស្រាប់ណាហើយ computer នេះគឺយើងមើលចង់ដឹងថាតើ computer ដែលធ្វើការ connect ហ្នឹងមានប្រមាណអញ្ចឹងយើងអត់ទាន់មាន computer ណាដែលធ្វើការ connect មកកាន់ machine យើងទេណា domain controller គឺបង្ហាញអំពីឈ្មោះ machine របស់យើងគឺ machine server របស់យើងហើយយើងអាចធ្វើការ remove វាទៅដាក់នៅក្នុងនេះក៏បានដែរណាយើងអត់បញ្ហាទេហើយសម្រាប់ user នេះគឺជា user ដែលគេបង្កើតឡើងណាគឺនៅពេលដែលយើងធ្វើការតម្លើងគឺវាមានអូខេកុំឲ្យចំណាយពេលយូរយើងធ្វើការបង្កើតនៅ user account អញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការបង្កើត user account បានយើងត្រូវតែបង្កើតនៅ OU មួយសិនណាឬក៏យើងមិនបាច់ក៏បានដែរទីហោថាយើងបង្កើតនៅ OU អញ្ចឹងយើងអស់គ្នាចូល right click ហើយយកពាក្យ new យកពាក្យថា organizational និង unit ហ្នឹងឬក៏យើងចុចលើនេះក៏បានដែរលឿនងាយស្រួលណានេះលឿនហើយកន្លែងនេះបើករណីវាឃើញ text មានន័យថាបើសិនតែយើងជាប់ text ចឹងយើងចង់លុបអត់បានទេតើយើងចូលទៅកន្លែង action វាសិនណាអូខេអញ្ចឹងខ្ញុំដោះវាសិនខ្ញុំដាក់ពាក្យថាខ្ញុំពាក្យថា student អូខេហើយយើងដាក់អូខេដល់យើងបាននៅ OU មួយហើយអញ្ចឹងខ្ញុំចង់បង្កើតនៅ user account យើងគ្រាន់ right click វាមកយកពាក្យថា new ហើយយកពាក្យថា user ណាឬក៏មួយទៀតយើងចុចទៅលើផ្ទាំង task bar របស់វាមានជា user នេះអូខេឥឡូវខ្ញុំដាក់មកខ្ញុំដាក់ថា A1 ឈ្មោះណាហើយកន្លែង log នេះជាឈ្មោះសម្រាប់ពេលដែលយើងចង់យក user នឹងចង់ log ចូល machine server តែយើងមានឈ្មោះ user login អញ្ចឹងខ្ញុំដាក់ A1 ដែរហើយ next កន្លែងនេះ user must change password at next login បានន័យថានៅពេលដែលបើសិនដែលយើងដាក់ text កន្លែងហ្នឹងនៅពេលដែល user ធ្វើការ log ចូល machine គឺវាត្រូវតែធ្វើការផ្លាស់ប្ដូរ password ចឹងខ្ញុំអត់ដាក់ទេខ្ញុំដាក់ថា user cannot change password អត់អាច password ទេហើយក៏មិនដែល expire ដែរប៉ុន្តែកន្លែងនេះគឺជា strong password អញ្ចឹងយើងត្រូវមានគេហៅថាអក្សរតូចអក្សរធំហើយនិងនិមិត្តសញ្ញាជាដើមដើម្បីឲ្យ user របស់យើងនឹងវា secure ប៉ុន្តែយើងអាចធ្វើការ disable វាបានចាំវីដេអូក្រោយខ្ញុំនឹងបង្ហាញណាអូខេឥឡូវខ្ញុំដាក់strong password របស់ខ្ញុំណាអូខេ next finish ឥឡូវនេះយើងបាន user ហើយអញ្ចឹងនៅក្នុង user ហ្នឹងយើងអាចគ្រប់គ្រងបានណាអញ្ចឹងយើងអាចចូល property របស់ user ហ្នឹងនៅក្នុងproperty របស់ user នីមួយៗគឺវាមានចំនួនបែបនេះសម្រាប់ធ្វើការបង្ហាញព័ត៌មានដូចជា address យើងអាចធ្វើការទៅសេ address របស់ user នឹងនៅក្នុងហ្នឹងក៏បានណាអូខេបន្តមកទៀតយើងមើលកន្លែង